ចាតើការបងប្អូននៅគៀនស្វាយលើវគ្គទី2ឯងបងប្អូនគឺឈប់ឡានហើយនាំគ្នាទិញនំពុំរួចហើយក៏ដើរចូលរោងការតែម្ដងហើយទៅហ្នឹងគឺទៅរកកន្លែងអង្គុយអញ្ចឹងណាខ្ញុំទៅដល់គឺបបរព្រឹកគេរួចរាល់អស់ហើយពួកខ្ញុំក៏បាយព្រឹកពីផ្ទះហើយរួចរាល់អស់ហើយដល់ពេលអញ្ចឹងទៅដាក់នំពុំមកនាំគ្នាអង្គុយហូបលេងហ្នឹងហើយកៅគាត់យកផ្លែឈើយកអីយកមកឲ្យអង្គុយហូបនៅតុហ្នឹងអញ្ចឹងណាតាមពិតពួកខ្ញុំឆ្អែតពីផ្ទះទៅហើយបងប្អូនហើយតម្រាំទៅដល់នេះវាចិត្តកាត់សក់ដែរហើយឥឡូវខ្ញុំក៏លេចទៅឃើញនេះគឺផ្លែពេញរាជបងប្អូនណាគឺវានៅខ្ចីទេបងប្អូនគឺផ្លែពេញរាជរបស់អ្នកស្រុកអ្នកភូមិនៅទល់មុខរោងការហ្នឹងដល់ពេលអញ្ចឹងខ្ញុំថតឲ្យបងប្អូនណាវានៅទូចទេវានៅក្តឹបហ៎ហើយនេះក៏កលេចទៅឃើញផ្លែកលឹងតឹងទៀតលេបទឹកមាត់ហ្មងឃើញផ្លែកលឹងតឹងលេបទឹកមាត់ក្អឿតែម្ដងណាសំបីតាំងពយសំឡេងហ្នឹងក៏ចេញទឹកមាត់ដែរបងប្អូនហើយសម័យឃើញមានអំបិលមានអីបុកសលក់អញ្ចឹងណាហើយលើកៅខ្ញុំនេះស្អាតដែរបងប្អូនហើយឃើញទេការប្អូនរបស់គាត់ធ្វើខ្លួនស្អាតកៅខ្ញុំគាត់ស្អាតមែនគាត់រៀងរើក៏បានមកចប់ឥឡូវមកដល់កន្លែងកាត់សក់ល្មមហើយកូនកំឡោះសង្ហាកូនកំមុំស្រីស្អាតសំគ្នាណាបងប្អូនហើយសំគ្នាមែនតែនហ្មងនិយាយរួមអត់ចាញ់តារាហ្មងទេបងប្អូនខ្ញុំនេះបងប្អូនមើលកូនកំមុំហ្នឹងអេមហ្មងហើយកូនកំឡោះក៏ស្អាតស្រស់សង្ហាកូនកំឡោះខ្ពស់ណាស់បងប្អូនហើយដូចចង់ម៉ែត្រ8អីហើយកូនកំឡោះនេះហើយកូនកំមុំក៏រៀងបានទៀតមកអេមត្រូវគ្នាតែហ្មងគេរកគូដៃគូគេឃើញណាស្អាតអញ្ចឹងបាន baby មកនឹងស្អាតមិនទេនិយាយលេងទេបងប្អូនណាឥឡូវបងមិនឲ្យទៅសើប្អូនឯងទៅសើប្អូនគេមិនកើតបងប្អូនហើយឥឡូវមើលតារូបថតគាត់ក៏ដឹងស្អាតដែរមិនមែនថាស្អាតតែរូបបងប្អូនខាងក្រៅក៏ស្អាតដែរគាត់ខាងក្រៅពីហ្នឹងក៏ស្អាតដែរស្អាតមែនតើខ្ញុំទៅសើហ្មងបងប្អូនហ្នឹងហើយឥឡូវនិយាយចុះនិយាយឡើងគឺដល់បាយថ្ងៃត្រង់ល្មមឥឡូវពួកខ្ញុំចាប់ដើមហូបបាយថ្ងៃត្រង់ហើយក៏នាំគ្នាគិតថានេះមានបាយក្តាំងមានអីឲ្យទៀតចុងភៅមកអេមហ្មងចុងភៅសល់បាយក្តាំងគឺដាក់ទៅស្រោចទឹកអីមកអញ្ចឹងឆ្ងាញ់ហ្មងបងប្អូនមានទឹកស្លឹកខ្ទឹមមកដាក់មកអេមត្រូវប៉ាន់ហ្មងឥឡូវខ្ញុំនេះដាក់យិតមែនតែនហើយបងប្អូនគឺថានាំគ្នាថារូតរះហើយនាំគ្នាហូបបដាគិតគូគ្នាថាទៅព្រោះអត់តន់ដល់ពេលហូបអញ្ចឹងដល់ពេលអញ្ចឹងទៅគឺថាគិតគូគ្នាទៅកន្លែងលេងព្រោះអីនៅគៀនស្វាយហ្នឹងសបោកន្លែងលេងនេះបងប្អូនគឺមានកន្លែងទឹកមានរមណីយដ្ឋានគេអញ្ចឹងណាមានរមណីយដ្ឋានមានកន្លែងទឹកធ្លាក់អីច្រើនដល់ពេលអញ្ចឹងនាំគ្នាគិតគូថាកន្លែងជូនក្មេងៗទៅដើរលេងសិនគូរួចរាល់ហើយថានឹងបាយថ្ងៃត្រង់ហើយនឹងចេញទៅហើយប៉ុណ្ណឹងមិនដឹងទៅណាទេបងប្អូនឥឡូវចាំជួបវីដេអូវគ្គដើរលេងបន្តទៀតឥឡូវវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការដូចថាជួយ like ជួយ share និង comment ល្អអរគុណច្រើននិងជួយចុច channel YouTube ខ្ញុំម្នាក់មួយផងហើយនឹងកណ្ដឹងម្នាក់មួយផងបងប្អូនណាហើយអរគុណច្រើនជម្រាបលាបាយបាយ